Tes nghi chân chỉ tì cơ rốt bốc lực Foxconn ở rộp rồi nhé bàn tục cả tàu van nâng một rung chạប្រទេសចិនដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញទីក្រុងសិនជើក៏បញ្ជាក់ផងដែរថាទីក្រុងសិនជើគឺជាជំរកដ៏ធំបំផុតរបស់ Foxconn ដែលជាកន្លែងផ្គត់ផ្គង់ការផលិត iPhone ខ្ទង់ 70% របស់ Apple និងមានបុគ្គលិកប្រមាណ 200,000 នាក់នៅក្នុងនោះ ការពីថ្ងៃពុធមានការតវ៉ាមួយបានផ្ទុះឡើងនៅរោងចក្រផ្គត់ផ្គង់ការផលិត iPhone ដ៏ធំរបស់ពិភពលោកពីសំណាក់បុគ្គលិកនៅក្នុងទីក្រុងសិនជើប្រទេសចិននេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Macromers នៅថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2022 យោងតាមវីដេអូដែលត្រូវបានចែកចាយពេញបណ្ដាញផ្សព្វផ្សាយសង្គមចិនកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះបានបង្ហាញពីបុគ្គលិកក្រុមហ៊ុន Foxconn រាប់រយនាក់បានដើរដង្ហែគ្នាជាក្បួនតវ៉ាដែលបណ្ដាលមានការភ្ញាក់ផ្អើលពេញទីក្រុងសិនជើដល់ឡែកនៅក្នុងវីដេអូនោះបុគ្គលិកជាច្រើនហាក់មានការខឹងសម្បាជាខ្លាំងដែលឈានដល់ការតវ៉ាជាមួយកម្លាំងសមត្ថកិច្ចនិងខ្លះទៀតមានការឆ្លោះប្រកែកគ្នាជាមួយក្រុមមនុស្សដែលស្លៀកឈុត hazmat មូលហេតុដែលឈានដល់ការធ្វើកុបកម្មនៅពីពេញរោងចក្រ Foxconn នោះបើតាមវីដេអូបានបង្ហាញពីសកម្មភាពបុគ្គលិកត្អូញត្អែអំពីអាហារដែលពួកគេមិនត្រូវបានផ្ដល់ដោយក្រុមហ៊ុនខណៈដែលក្រុមបុគ្គលិកផ្សេងទៀតតវ៉ាថាពួកគេមិនបានទទួលប្រាក់រង្វាន់តាមការសន្យាបើយោងតាមប្រភពដដែលបានឲ្យដឹងថាការផ្ទុះកំហឹងនេះក៏ដោយសារតែគោលនយោបាយ Zero COVID របស់ប្រទេសចិនដែលតម្រូវឲ្យទីក្រុងនានាត្រូវតែទប់ស្កាត់ការរីករាលដាលតាមរយៈការរឹតបន្តឹងទៅលើក្រុមហ៊ុននានាហើយជាមួយនឹងការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងទីក្រុងសិនជើបានបណ្ដាលឲ្យ Foxconn ត្រូវឈានដល់បិទរោងចក្រដែលជាហេតុបង្កឲ្យបុគ្គលិកជាច្រើនទាមទារចង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញដើម្បីជៀសវាងការជាប់គាំងនៅក្នុងរោងចក្រប្រសិនបើមានការដាក់កំហិតតឹងរឹងជាងនេះគូបញ្ជាក់ដែរថាទីក្រុងសិនជើគឺជាជំរកដ៏ធំបំផុតរបស់ Foxconn ដែលជាកន្លែងផ្គត់ផ្គង់ការផលិត iPhone ខ្ទង់ 70% របស់ Apple និងមានបុគ្គលិកប្រមាណ 200,000 នាក់នៅក្នុងនោះ